ហេតុអ្វីលោកអនុទិននាយករដ្ឋមន្ត្រីថៃយំពេលឃើញកូនទាហានថៃជន់មានដាច់ជើងវាមិនចម្លែកទេសម្រាប់ប្រជាជនកម្ពុជាដែលបានឃើញនាយករដ្ឋមន្ត្រីថៃយំនាពេលនេះព្រោះវាជាការសម្ដែងឲ្យអន្តរជាតិឃើញថាខ្លួនជាជនរងគ្រោះអ្នកលេងបណ្ដាញសង្គមបានមើលឃើញថាទាហានក្រីក្រតូចតាចទាំងនេះត្រូវមកក្លាយជាឧបករណ៍នយោបាយជាតិដែលប្រឆាដោយសារតែបញ្ហាជាតិនិយមជ្រុលនិងភាពអាស្មេះម្នះរបស់ថ្នាក់ដឹកនាំដែលឃ្លានអំណាចហួសហេតុជ្រុលនៃប្រទេសមួយនេះនឹងហើយគឺជាបញ្ហាប្រទេសដែលរស់ដោយខ្វះសេចក្តីពិតដែលតែងព្យាយាមខំប្រឹងបង្រៀនប្រវត្តិសាស្ត្រคล้ายៗដល់កូនចៅខ្វះការទទួលស្គាល់ទើបកើតហុចផលជាគុណវិបត្តិបែបនេះហើយទាំងអស់នេះគឺសុទ្ធតែកើតចេញពីភាពអំនួតប្រមាថចំពោះជាតិខ្លួនឯងការលើកដំកើងជាតិខ្លួនហួសជាតិដទៃការមាក់ងាយជាតិគេឯងមិនស្មើនឹងបាតជើងជាតិខ្លួនឯងអ្នកលេងបណ្ដាញសង្គមបានបន្តថាទាំងទាហានទាំងបកនយោបាយទាំងមន្ត្រីស៊ីវិលជាពិសេសប្រព័ន្ធផ្សព្វផ្សាយបន្ថែមទាំងរាជសឹងតែគ្រប់ជាន់ថ្នាក់និយាយគ្នាមិនចូលស្ដាប់គ្នាមិនកើតបើទោះបីជាប្រើភាសាតែមួយក៏ដោយអ្នកប្រវត្តិសាស្ត្របញ្ញវន្តក៏បានត្រឹមឈរអោបដៃមើលអ្នករៀនប្រវត្តិសាស្ត្រពិតបណ្ឌិតបញ្ញវន្តទោះយល់ច្បាស់ក៏មិនហ៊ាននិយាយព្រោះខ្លាចច្បាប់ទៅចាប់ចងបង្ខំឲ្យរើសយកមួយរវាងដំបងនិងរត់បុកជញ្ជាក់ឬក៏ឃ្លាមួយដែលតែងតែគំរាមដល់បរិះថាដំពងនឹងអាកយកមួយណាក៏មិនដឹងយកមួយណាដែរហើយរឹតតែមិនហ៊ានស្ដីព្រោះបើហ៊ានតែនិយាយនឹងត្រូវបានគេប្រមាថមួយប្រទេសជេរប្រទេសប្រសាថាមានបេះដូងជាខ្មែរនាំឲ្យអាប់អោនកិត្តិយសហើយក៏មិនដឹងថាត្រូវកែប្រែស្ថានភាពប្រទេសបែបណាបើមួយជំហានមិនហ៊ានថយគឺកាន់តែទល់បើនឹងរុលក៏កាន់តែទាល់ចង់បញ្ចប់សង្គ្រាមតែខ្លាចរាសបះបោត្បិតរាសនឹងមើលឃើញថាជាការចោះញោមអន់ខ្សោយចាញ់ខ្មែរប៉ុន្តែបើរុលទៅមុខគឺត្រូវខាតសេដ្ឋកិច្ចជាមួយអន្តរជាតិត្បិតមានឈ្មោះជាអ្នករករឿងប្រទេសជិតខាងតែហ៊ានខ្លាចភាពអាម៉ាស់មុខបាត់បង់អំណាចខ្សាត់ឯមន្ត្រីស៊ីវិលខ្លាចរាសបះបោថាខ្លួនមិនបានការធ្វើអីមិនកើតបានតែផេះឃើញខ្មែរស្លូតបូតក៏ប្រឹងរុករៀនខ្មែរតាមទំនើងជាច្រើនលើកច្រើនសារខ្មែរបែរជាមកคล้ายទៅជាសត្រូវសួរពូជដោយសារតែវាបង្រៀនកូនចៅឲ្យស្អប់ពងនាគនិងពងគ្រុឌពិតជាសត្រូវនឹងគ្នាសួរពូជមែនឯក្រឡេកមកមើលមន្ត្រីស៊ីវិលគ្មានអំណាចលើទាហានបានត្រឹមតែតាមដើរលៀងសម្ដីជាមួយអន្តរជាតិសង្ឃឹមថាគ្មានទណ្ឌកម្មសេដ្ឋកិច្ចកាត់ឡើងពិបាកខ្លួនត្រូវហត់ដោះស្រាយជីវភាពប្រជាជនគ្រោះធម្មជាតិបញ្ហាសេដ្ឋកិច្ចគោដោយអាចភេមិនដឹងដោះមួយណាចោលមួយណាចុងបញ្ចប់គឺបានតែដោះសារចិញ្ចៀងសស្អាតដល់តែដៃប្រឡាក់អាចក៏ចេះតែដើរប៉ាតតែពីលេងដឹងខុសត្រូវ